សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូភៀននិទានរឿងម្ចាស់ព្រៃខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាធ្លាប់បានដឹងបានឮខ្លះហើយចំពោះរឿងដើរក្នុងព្រៃដែលចាស់តែងតែនិយាយតគ្នាថានៅក្នុងព្រៃតែងតែមានម្ចាស់ព្រៃថែរក្សាដូចជាអ្នកតាចាស់ស្រុករុក្ខេងទេវតានាងពួនឬក៏មានព្រៃកាន់ជាដើមហេតុដូច្នេះហើយទើបគាត់ហាមមិនឲ្យនិយាយអ្វីផ្ដេសផ្ដាស់ពីអសុរោះជាដើមឬក៏ការប្រព្រឹត្តនៅអំពើបាបកម្មផ្សេងសម្រាប់សត្វសម្រាប់ជីវិតមនុស្សប្រមាថការបទានអ្នកដទៃជាដើមរឿងនេះមានសេចក្តីថានៅក្នុងព្រៃជ្រៅមួយចម្ងាយពីផ្លូវជាតិជាង10គីឡូម៉ែត្រគឺមានមនុស្សប្រហែលជា10គ្រួសារប៉ុណ្ណោះដែលចូលទៅរស់នៅហើយក្រោយមកក៏មានអ្នកស្រុកចេញចូលជាហូរហែដោយសារតែព្រៃនោះជាតំបន់រ៉ែមាសដ៏សម្បូរបែបគ្រប់គ្នាមិនថាចិត្តឬឆ្ងាយបានចូលទៅរកជីករ៉ែងរ៉ែមាសមិនគេដែរនេះតាជានារីដ៏ស្រស់ស្អាតម្នាក់ប៉ុន្តែកើតក្នុងត្រកូលក្រាកសុទ្ធនៅខេត្តកំពង់ធំនាងបានចេញមកជាមួយម្ដាយនាងមករកមាសនឹងគេដោយសារតែឪពុកនាងមានជំងឺប្រចាំកាយត្រូវការប្អូននាងជួយថែទាំនៅពេលមកដល់នាងបានជួបខ្ញុំជាអ្នកចម្ងាយដែរដែលកាលនោះខ្ញុំក៏ទៅរកមាសនឹងគេដែរនិយាយទៅកាលនោះម្នាក់បើគិតរឿងស្នេហាបែបគិតមិនចេញទេជីវភាពសត្វត្រដាប់ទៅដួករៀងខ្លួនប៉ុន្តែការកាត់សក្តិស្រឡាញ់ពិតជាជាតិមិនរួចនោះទេនៅទីនោះមានបុរសម្នាក់ឈ្មោះអាឆើតជាក្មេងកាងនៅតំបន់នោះគ្រាន់តែឮឈ្មោះក៏មើលដឹងដល់ក្រយ៉ាវគូតវាហើយវាឆ្លួយសម្បំណាស់ក្នុងភូមិនោះភាគច្រើនជាមនុស្សផឹកមិនតាន់មានមេភូមិនោះទេដោយសារតែទៅមានមនុស្សមករស់នៅបន្តិចបន្តួចនៅពេលវាជួបអូននីតានិងខ្ញុំកំពុងដើរជាមួយគ្នាវាសម្លឹងមិនដាក់ភ្នែកនោះទេហើយបោកសម្ដីថាថ្ងៃណាមួយនាងនឹងក្លាយជារបស់វាការរកមាននៅទីនោះក៏ពិបាកណាស់ដែរដោយសារតែខ្វះទឹកជាខ្លាំងហើយខ្វះខាតបន្លែដែរបើសាច់មិនខ្វះទេសម្បូរណាស់សាច់ព្រៃដែលជាប់អន្ទាក់តាមទឹកភក់តិចមានត្រីអន្ទង់មិនដាច់ទេទើបខ្ញុំនឹងគ្រួសារអូននីតាសម្រេចកនេចូលទៅព្រៃជ្រៅដែលល្បីថាសម្បូរមាសធំណាស់បើនរណាមានផប់នឹងបានដោយបំណងប៉ុន្តែព្រៃនោះក៏មានម្ចាស់ព្រៃរក្សាដែរក្រោយពីដឹងថាខ្ញុំនិងអូននីតាទៅព្រៃនោះអាឆាតវាក៏តាមទៅដែរប៉ុន្តែដឹងស្រាប់ហើយមនុស្សទំនៀនវាពិតជាមិនជឿរឿងម្ចាស់ព្រៃនោះទេពេលចូលទៅដល់ព្រៃវាបានជេរប្រមាថពួកខ្ញុំហើយនិយាយគ្មានម្ចាស់ព្រៃស្អីនោះទេស្រាប់តែយប់ឡើងមិនដឹងមុខមកពីណាទេឃើញហក់យ៉ាងសម្បើមសម្ដៅទៅកន្លែងអាឆើតដេកមួយសន្ទុះឮសំឡេងវាស្រែកផ្អើពេញព្រៃស្អែកឡើងអាឆើតចាប់ផ្ដើមក្តៅខ្លួនញាក់ខ្ញុំក៏ប្រាប់ថាវាអាយគ្រុនច័ន្ទតែវាមិនស្ដាប់ទេហើយថែមចាំងប្រមាថរឹកវាយខ្ញុំទៀតផងយប់មួយពេលខ្ញុំនិងអូននីតារកមាសបានប្រហែលជាដោយហ៊ុនដែរខ្ញុំក៏ផ្ញើអូននីតាយកទៅលក់នៅឯស្រុកដោយជិះម៉ូតូជាមួយអ្នកក្បែរនោះគាត់ត្រូវទៅលក់ដែរឯខ្ញុំនិងម្ដាយអូននីតានៅជីកបន្តអូននីតាចិនពីព្រឹករហូតដល់ល្ងាចម៉ោងជាង6មិនទាន់ឃើញមុខដល់ខ្ញុំកាត់ក្តីបារម្ភណាស់ព្រោះថ្មីបិទតែម៉ោង6តែព្រៃមើលទៅគឺយប់បាត់ហើយខ្ញុំក៏កាន់ចំលោះអុចបំភ្លឺផ្លូវកាលនោះក្រាណាស់មិនទាន់មានទូរស័ព្ទប្រើនឹងគេទេខ្ញុំដើរយ៉ាងលឿនបន់ក្នុងចិត្តថាសុំកុំអោយអូននីតាមានបញ្ហាអីសោះដើរបានប្រហែល5គីឡូម៉ែត្រខ្ញុំឮសំឡេងអូននីតាស្រែកឲ្យជួយផងអ្នកណាក៏បានជួយខ្ញុំផងលែងអញភ្លាមខ្ញុំស្ទុះមើលទំហឹងរត់រកសំឡេងនោះទីបំផុតឃើញមនុស្សប្រុសម្នាក់កំពុងតែប្រជុំបំពេញអូននីតាខ្ញុំមិនគិតច្រើនទេស្ទុះដល់វាមួយដៃអស់មួយទំហឹងវាដាច់ក្ងារត់តែខ្ញុំស្រវាចុះឡើងចាប់បានអង្កត់ឈើមួយកំណាត់ចោលវាត្រូវក្បាលបែកក្បាលវារត់ទៅបាត់ទៀតខ្ញុំពិតជាក្តៅណាស់អូននីតាស្ទុះអោបខ្ញុំហើយយំសស្រាក់ខ្ញុំអង្អែលក្បាលឲ្យកូននាំនាងត្រឡប់មកផ្ទះវិញហើយនាងនិយាយរៀបរាប់ថាតាមពិតនាងបានជិះម៉ូតូមកវិញហើយតែចៃដន្យអីម្ចាស់ម៉ូតូគាត់ថាភ្លេចថង់លុយនៅទូញាក់ទិញមាសទើបសុំត្រឡប់ទៅវិញឲ្យខ្ញុំចាំបន្តិចដោយសារតែឃើញមេឃនៅភ្លឺទើបខ្ញុំមិនទៅជាមួយដល់ពេលចាំយូរពេកខ្ញុំក៏ដើរបណ្ដើរស្រាប់តែមេឃងងឹតតែម្ដងស្រាប់តែមានបុរសម្នាក់លបមកពីក្រោយខ្ញុំចាប់ខ្ញុំបដៅបំរុងបំពេញលើខ្ញុំខំតតាំងដែរតែកម្លាំងខ្សោយជាងវាសំណាងហើយដែលបងមកជួយខ្ញុំទាន់កុំអីខ្ញុំប្រកាសជាមិនអីទេចាត់ទុកទីសុយអូនចោះចាប់ពីថ្ងៃនេះទៅបងនឹងមិនអោយអូនទៅណាម្នាក់ឯងទៀតទេស្អែកឡើងខ្ញុំបានឃើញអាឆាតរុំក្បាលនឹងបងខ្ញុំសង្ស័យថាវាជាអ្នកបំពេញអូននីតាយប់មិញតែវានិយាយថាវាស្រវឹងដាវដួលបោកក្បាលនឹងស្ពាងទេ
ក្រោយមកដោយប្រហែល 4-5 ថ្ងៃអាឆើកវាផាក់ស្រវឹងទាំងថ្ងៃរួចក៏ជេរប្រទេសផ្ដាសាម្ចាស់ព្រៃប្រមាថគ្រប់បែបយ៉ាងស្រាប់តែពេលនោះមានសម្លេងមួយស្រែកហ៊ូសយ៉ាងខ្លាំងខ្ទោព្រៃឯអាឆើតវិញស្រាប់តែឈប់ជេរខ្លួនវាឡើងស្លេកដូចត្រីស្ងោរភ្នែកបញ្ឈរឡើងលើគ្រាប់ភ្នែកប្រែជាពណ៌សញ័រកន្ត្រាក់ដៃកន្ត្រាក់ជើងរួចក៏ឆ្លៃសារភាពថាវាជាអ្នកបំពេញអូនីតារួចក៏ស្រាប់តែដៃវាកាច់បំបាក់ឆ្អឹងផុសគួរឲ្យស្រាវណាស់នៅទីបំផុតវាមួលកខ្លួនឯងបំបាក់តែម្ដងហេតុការណ៍ដ៏រន្ធត់នោះពិតជាធ្វើឲ្យខ្ញុំនិងអ្នកនៅទីនោះចងចាំមិនភ្លេចទេហើយក៏នាំគ្នា